ជំរាបសួរបង បាទជំរាបសួរ បងអាចណែនាំខ្លួននឹងចំការទុរេនរបស់បងបានទេ បាទបាន ខ្ញុំឈ្មោះសរនជាកសិករខេត្តកំពតប្រទេសកម្ពុជាខ្ញុំដាំទុរេន10ឆ្នាំហើយខ្ញុំមានចំការប្រហែលជា10ហិកតាពីមុនណាខ្ញុំប្រើប្រាស់ជីជាច្រើនប្រភេទប៉ុន្តែទិន្នផលមិនបានថិតថេរទេជាពិសេសរដូវវស្សាស្លឹកងាយប្រែពណ៌លឿងឬរលួយនិងផ្លែធ្លាក់ច្រើន ដូច្នេះតើឱកាសអ្វីដែលធ្វើឲ្យបងបានស្គាល់និងប្រើប្រាស់ជីវិសាស្ត្រការគ្រៀនរបស់យើង អូជាមិត្តភ័ក្តិរបស់ខ្ញុំម្នាក់បានណែនាំខ្ញុំប្រើលបងការគ្រៀនដែលជាជីវសាស្ត្រចម្រាញ់ចេញពីធម្មជាតិគ្មានសារធាតុគីមីដំបូងឡើយខ្ញុំគិតថាមានការសង្ស័យប៉ុន្តែខ្ញុំគិតថានឹងប្រើសាកល្បងវាមែនការប្រើប្រាស់របស់ខ្ញុំឃើញភាពខុសគ្នាមែនទែនតែម្ដង ហើយវាខុសគ្នាយ៉ាងណាសូមបងជួយចែករំលែកឲ្យបានកាន់តែច្បាស់ជាងនេះបានទេ ដើមទុរេនហ្នឹងមានសុខភាពល្អស្លឹកមានពណ៌បៃតងងងឹតហើយភ្លឺចែងចាំងស្លឹកក្រាស់ជាងមុនពន្លកថ្មីលូតលាស់បានច្រើនអ្វីដែលសំខាន់បំផុតនោះគឺឫសខ្ញុំបានជីកដីដើម្បីមើលនឹងឃើញឫសពណ៌លូតលាស់យ៉ាងខ្លាំងពីមុនណាមានផ្សិតនិងឫសរលួយប៉ុន្តែឥឡូវវាស្ទើរតែបាត់ទៅហើយទុរេនខ្ញុំ មុនហ្នឹងភ្លឺជាងមុនខ្ញុំសប្បាយចិត្តណាស់ពីមុនណាខ្ញុំគិតថាខ្ញុំត្រូវតែប្រើជីគីមីឲ្យខ្លាំងដើម្បីឲ្យរុក្ខជាតិលូតលាស់បានល្អប៉ុន្តែមិននឹកគិតថាការប្រើប្រាស់ជីវសាស្ត្រនឹងមានប្រសិទ្ធភាពសុវត្ថិភាពជាពិសេសគឺសន្សំសំចៃខ្លាំងបែបនេះសោះ ហើយវាសន្សំសំចៃយ៉ាងណាដែរបង ការគ្រៀនគឺពិតជាខុសគ្នាមួយដបតូចនេះលាយទឹកបានចំនួន 2000 លីត្រហើយមួយគម្របនេះលាយទឹកបានមួយធុង អាចស្រោចស្រពដំណាំបានជាច្រើនដើមខ្ញុំប្រើប្រាស់វាសម្រាប់ចំការខ្ញុំទាំងមូលឃើញថាចំណាយត្រូវបានកាត់បន្ថយយ៉ាងច្បាស់ពីមុនណាខ្ញុំចំណាយរាប់លានសម្រាប់ចំការរបស់ខ្ញុំប៉ុន្តែឥឡូវនេះការប្រើប្រាស់ការគ្រៀនណាសន្សំបាន30ទៅ40% នៃការចំណាយម្យ៉ាងទៀតអ្នកមិនចាំបាច់បាញ់វាច្រើនដងទេព្រោះរុក្ខជាតិស្រូបយកវានឹងឃើញលទ្ធផលភ្លាមគឺដីមានសុខភាពល្អនិងផុយជាងមុនមិនរឹងដូចពេលដែលប្រើជីគីមី ដូច្នេះតើបងមានកម្រងជាមួយនឹងការគ្រៀនឥឡូវនេះទេ ឥឡូវនេះខ្ញុំប្រើការគ្រៀនសម្រាប់ចំការទុរេនខ្ញុំទាំងមូលពេលនេះខាងមុខខ្ញុំនឹងមានកម្រងសាកល្បងបន្ថែមកាហ្វេនិងបន្លែផងដែរខ្ញុំមានការណែនាំវាដល់មនុស្សជុំវិញខ្ញុំនេះដែរអ្នករាល់គ្នា ញាក់ផ្អើលនៅពេលដែលឃើញទុរេនខ្ញុំដាំដុះធំលូតលាស់ល្អខ្ញុំគិតថាការធ្វើកសិកម្មប្រកបទៅដោយនិរន្តរភាពអំពីការប្រើប្រាស់ផលិតផលត្រឹមត្រូវការគ្រៀនអាចសន្សំសំចៃនឹងការពារបរិស្ថាននិងមានសុវត្ថិភាពសម្រាប់សុខភាពខ្ញុំគុំត្រូវទាំងស្រុង ចាសូមអរគុណសម្រាប់ការចែករំលែកដែលស្មោះត្រង់និងមានប្រយោជន៍របស់បងសូមជូនពរដល់ចំការទុរេនរបស់បងមានបន្តមានស្លឹកពណ៌បៃតងនិងសម្បូរបែបហើយយើងរួមគ្នាជាមួយនឹងការគ្រៀនដើម្បីផ្សព្វផ្សាយឲ្យកសិកម្មជីវសាស្ត្រដល់មនុស្សកាន់តែច្រើនបាត់ដឹងឮផងដែរចាសូមអរគុណ បាទសូមអរគុណ